លើយើងបែងចែកដាច់រវាងមនុស្សនិយាយត្រង់ហើយនិងមនុស្សនិយាយត្រង់មិនចេះគិតអូខេអញ្ចឹងមនុស្សនិយាយត្រង់បែបម៉េចមានថាគាត់ជាមនុស្សដែលមិនចេះកុហកមិនចេះលាក់ពុតអញ្ចឹងណាអញ្ចឹងពេលដែលគាត់ឃើញអ្នកដទៃគាត់ឃើញខុសគាត់ថាខុសឃើញត្រូវគាត់ថាត្រូវប៉ុន្តែគាត់ឃើញខុសថាខុសឃើញត្រូវថាត្រូវហ្នឹងគាត់មានថាគាត់ចេះមើលកលៈទេសៈក្នុងការប្រាប់ក្នុងការដាស់តឿនទៅលើម្នាក់ទៀតដៃគូរបស់គាត់អញ្ចឹងទៅអញ្ចឹងមានថាគាត់ឃើញខុសប៉ុន្តែគាត់មិនមែននិយាយនៅចំចំណោមអ្នកដែលកំពុងតែជួបជុំគ្នាទេគាត់អាចហៅដៃគូគាត់ឬហៅអ្នកដែលគាត់ឃើញថាខុសហ្នឹងហៅទៅការតម្រូវបាទនិយាយតែពីរអ្នកអញ្ចឹងណាហ្នឹងគឺហៅថាការនិយាយត្រង់ប៉ុន្តែចេះមានថាចេះមើលកលៈទេសៈមួយទៀតអ្នកដែលត្រង់ហើយនិយាយអត់ចេះគិតអត់ខ្វល់ពីអារម្មណ៍អ្នកដទៃទេហើយកន្លែងណាក៏អាចនិយាយបានដែរកន្លែងណាក៏អាចថាគេបានដែរឃើញគេភ្លាមថាភ្លាមអត់មានថាអត់ចេះគិតអត់គិតថាគួរតែយកពាក្យហ្នឹងទៅនិយាយកន្លែងណាឲ្យវាសមដល់ទៅពេលគេតបអ្នកប្រភេទហ្នឹងដល់ពេលគេតបវិញទៅលើទង្វើអាក្រក់ឬទង្វើហ្នឹងវិញគឺតាំងចំឯងចូលចិត្តនិយាយត្រង់ដល់ពេលនិយាយត្រង់គេខឹងត្រង់ដែរត្រង់អត់ចេះមើលអាហ្នឹងថាត្រង់ពេកឯងត្រង់អត់ចេះមើលកលៈទេសៈមើលបរិបទនៅជុំវិញបាទអាហ្នឹងអ្នកខ្លះក៏គេមិនទទួលយកបានដែរអញ្ចឹងណាអញ្ចឹងគេដាក់ទៅវិញហើយអូខេអាហ្នឹងថានិយាយត្រង់អត់ចេះគិតទេអាហ្នឹងអត់ល្អទេអាចកែបានកែអ្នកដែលមានគួរតែកែមួយទៀតគេថាខ្ញុំចូលចិត្តប្រើចរិតស៊ីនចរិតរបស់ខ្ញុំពីធម្មជាតិបែបម៉េចគឺខ្ញុំប្រើអញ្ចឹងរហូតទៅនៅកន្លែងណាក៏ខ្ញុំប្រើហ្នឹងដែរអញ្ចឹងណាខ្ញុំអត់ចេះកែប្រែអត់ចេះសម្រួលទេប៉ុន្តែយើងត្រូវគិតចេះយើងបែងចែកជាពីរមនុស្សមានពីរមនុស្សមួយគាត់ប្រកាន់ចរិតរបស់គាត់ផ្ទាល់គាត់ទៅណាក៏គាត់ប្រើចរិតហ្នឹងមួយទៀតគាត់មានចរិតផ្សេងមានថាចរិតគាត់នៅផ្ទះផ្សេងនៅកន្លែងធ្វើការផ្សេងនៅកន្លែងជួបជុំផ្សេងអញ្ចឹងមនុស្សដែលគាត់ប្រើតែចរិតតែមួយកន្លែងធ្វើការក៏តែមួយកន្លែងដើរលេងក៏តែមួយគឺអត់ល្អទេឥឡូវមិនគឺអត់ចេះបត់បែនអត់ចេះមើលកលៈទេសៈអត់ចេះមើលបរិបទសង្គមអញ្ចឹងនៅផ្ទះយើងអាចបញ្ចេញចរិតរបស់យើងបានចរិតយើងមិនក៏អត់មានអ្នកប្រកាន់ដែរអញ្ចឹងណាគ្រួសារយើងគាត់ដឹងចរិតយើងគាត់អត់ប្រកាន់យើងទេដៃគូយើងក៏អត់ប្រកាន់យើងដែរប៉ុន្តែយើងចូលមកដល់កន្លែងធ្វើការយើងត្រូវតែប្រែប្រួលបែបម៉េចព្រោះបរិបទកន្លែងធ្វើការយើងជួបមនុស្សផ្សេងអញ្ចឹងគេក៏មានចរិតផ្សេងពីយើងដែរអញ្ចឹងយើងត្រូវតែប្រែប្រួលយើងត្រូវតែរៀបចំអាកប្បកិរិយាឲ្យសមនឹងកន្លែងដែលយើងធ្វើការអញ្ចឹងទៅបាទទៅកន្លែងខាងក្រៅជួបមនុស្សខាងក្រៅជួបច្រើនទៀតហើយយើងត្រូវតែបដូរអាកប្បកិរិយាបែបម៉េចឲ្យត្រូវជាមួយនឹងគេដើម្បីដើរចូលចំណោមគេចុះអាហ្នឹងគឺហៅថាមនុស្សដែរចេះមើលបរិបទសង្គមចេះប្រែប្រួលទៅតាមកលៈទេសៈបាទហើយសម្រាប់អ្នកដែលគាត់ចេះប្រែប្រួលស្រាប់ហ្នឹងគឺគាត់ល្អហើយមានន័យថាគាត់ដឹងថាបរិបទសង្គមគាត់ចូលបែបនេះគាត់ទៅធ្វើអញ្ចឹងចេះអាហ្នឹងគឺបែបហ្នឹងអញ្ចឹងយើងត្រូវគិតថាចរិតស៊ីនมันអាចប្រើគ្រប់បរិបទគ្រប់កន្លែងបានទេត្រូវប្រែប្រួលត្រូវ fake ត្រូវសំដែងអញ្ចឹងវាអត់ខុសទេមានថាបើយើងចេះមើលកលៈទេសៈយើងគឺអត់ខុសទេយើងអាចធ្វើយើងអាចប្រើយើងអាចសំដែងយើងអាចតាមអាកប្បកិរិយាទៅតាមបរិបទដែលយើងជួបមនុស្សខ្លះយើងបង្ហាញចរិតស៊ីនអត់កើតទេគេមើលងាយយើងគេអត់ចូលចិត្តយើងចរិតស៊ីនរបស់យើងមិនប្រកាសថាវាល្អសម្រាប់គេទេអញ្ចឹងវាល្អសម្រាប់យើងនៅផ្ទះយើងអាហ្នឹងអូខេវាល្អហើយប៉ុន្តែទៅក្រៅគឺអត់ទេយើងត្រូវតែប្រែប្រួលទៅតាមបរិបទជុំវិញមិនប្រែប្រួលរហូតដល់ផ្លេចខ្លួនឯងទេអត់ទេយើងមានថាយើងមានកម្រិតក្នុងការប្រែប្រួលយើងមើលតាបរិបទហ្នឹងយើងត្រូវបង្ហាញយើងត្រូវធ្វើបែបម៉េចខ្សែគប់ឬទំនាក់ទំនងបែបម៉េចអាហ្នឹងយើងមើលខ្លួនឯងទៅ